bán rồi bê cáo nó thằng cáo xa đó làm một đo club ấy cầm thà ngày đập bay đập buồn nữa cầm thà sầm rạch hết thì cầm thà ai đang vô bàn là sao bànขณะได้ลูกรู้มันยมลือสมัยลูกรู้แสดงหนึ่งลูกรู้ผ่านได้ก็ทำมาลองนี้ส่งไปดัดออกจองเอาดาบรรทุกเลยbà trong bàn đánh cho đạp bật túc như nhảy thế này nhưng việc về ba cho bán được sạch đánh xé không đạp bật túc gọi gì mình chưa chặt đến với cầm thít túc từ ngày vay bán nó phật ngày vay nó túc tiền nó vay nó túc tiền đây cái cầm ta cái nặng ca trai con còn ỏi túc ỏi giật thò khơi chín này chín này khơi trai chán cho xong xong bò bên đó លោកគ្រូចំពោះអាត់ពីចុងក្រោយសិតតែប្រភេទកីឡាករបុកដូចគ្នាបុកស្អិតដូចគ្នាមីងហុងក៏ជាកីឡាករបុកហើយធាក៏ជាកីឡាករបុកតែមីងហុងក៏ប្រាប់ថាយុទ្ធសាស្ត្រលោកគ្រូឲ្យហើយបុកឬថយចាំមើលលើសង្វៀនព្រោះយើងមិនចេះតែបុកបលបុកអត់មើលកីឡាសាស្ត្រនោះពីព្រោះវាម្ដាយមួយជើងដូចគ្នាទេថាផ្លាត់ខូចដូចគ្នាពីព្រោះថាសម្រាប់មីងហុងគាត់បត់សោតគាត់ជុកជាប់ហ្នឹងព្រោះជាមួយកង់ចេញបរៀនហ្នឹងជុកជាប់ដូចតែគ្នាជុកជាប់បាទវាមានឈ្នះមានចាញ់វាជុកជាប់ហ្នឹងសម្រាប់មីងហុងអញ្ចឹងការបត់សោតហ្នឹងគឺគ្រប់គ្រាន់បងប្អូនគាត់ហើយលោកគ្រូអាចបហៅពីការតាំងចិត្តមហិច្ឆតារបស់គាត់បែបណាខណៈដែលមកដំបូងគាត់មានជំនឿចិត្តខ្លួនឯងខ្ពស់គាត់ថានឹងសេវាឱកាសត្រឹមតែរយៈពេលខ្លីដើម្បីចង់ប៉ះពីសម្បត្តិដើម្បីដកស្រង់បច្ចេកទេសជាមួយគាត់សម្រាប់លោកគ្រូសារមីងហុងដែលរយៈពេលវាមិនខ្លីប៉ុន្មានវាមិនដល់ឥឡូវយូរដែរហើយសម្រាប់គាត់មហិច្ឆតាគាត់ចូលហាត់មកដំបូងគាត់ហាត់វាយបានមកប្រកួតពីប្រកួតគាត់និយាយដែរគាត់ថាគីឡូប៉ុណ្ណេះថ្ងៃណាហើយជាមានឱកាសអាចចង់ជួបពេជ្រសម្បត្តិអញ្ចឹងណាបាទអាហ្នឹងសម្រាប់មីងហុងដែលគាត់មានមហិច្ឆតាគាត់តាំងពីដំបូងមកតែលោកគ្រូមានដឹងមហិច្ឆតារបស់សម្បត្តិពីមុនចង់ជួបអ្នកណាគេពីមុនគឺធនចម្រុងនោះបើវាធនចម្រុងឥឡូវគ្នានេះហើយបើកឡានតាក់ស៊ីហើយបាទដំបូងឡើយខ្ញុំជួបសម្បត្តិនៅបឹងស្នោជំនាន់កូវីដហ្នឹងបាទដល់ពេលហ្នឹងលោកគ្រូផាន់នាំទៅដល់ឃើញចម្រុងគាត់ទៅវាយគូឯកដែរហើយសម្បត្តិវាយគូមួយហើយគ្រូផាន់គាត់និយាយថាមួយឆ្នាំពីរឆ្នាំទៀតជួបគ្នាបានហើយសម្បត្តិគាត់ចង់ជួបហើយមាន2មាន3ហើយនឹងធនចម្រុងដែលជាសិស្សលោកគ្រូដែលជាប្រភេទកីឡាករបុកប្រើដៃច្រើននេះតែជាក់ស្ដែងអត់បានជួបធនចម្រុងទេជាក់ស្ដែងធនចម្រុងគាត់ទៅធ្វើការបាទគាត់ដូចតែគាត់ចោលស្រែចម្ការគាត់អត់បានណាvìគាត់មានស្រែចម្ការគាត់មានដើមកន្លែងដាំសើម៉ៅហើយនឹងទុរេនរបស់គាត់ហើយគាត់មានឡានដឹកទៀតអញ្ចឹងគាត់ចោលការងារគាត់បានអញ្ចឹងគាត់ទៅរកការងារគាត់វិញបាទកលិចមកគូទៀតសម្បត្តិនឹងមីងហុងផុតឲ្យកលិចមកគូទៀតគឺបុណ្យសុធាជាមួយនឹងបែនកៈមហាម៉ាត់គេគិតថាគូហ្នឹងអ្នកខ្លះគិតថាមហាម៉ាត់មានភាគរយខ្ពស់ទៅអ្នកខ្លះគេគិតថាមហាម៉ាត់ធ្លាប់ប៉ះតសេរីក្មេងៗដូចសិង្ហៈដូចឡុងពិសិដ្ឋអីចឹងអត់ទាន់ប៉ះអ្នកចាស់វសាដូចបុណ្យសុធាអញ្ចឹងណាគ្រូសម្រាប់បុណ្យសុធាលោកគ្រូដាក់ទំនុកចិត្តលើគាត់បែបណាសម្រាប់គ្រូសម្រាប់បុណ្យសុធាតាំងពីការប្រកួតពីមុនដល់ឥឡូវហ្នឹងមានចាញ់មានឈ្នះប៉ុន្តែសុធាមិនដែលធ្វើឲ្យគ្រូអន់ចិត្តកន្លែងណាទេដោយសារសុធាគឺគាត់ជាកីឡាករមួយដែលឡើងទៅគាត់យកឆន្ទៈនិងចិត្តរបស់គាត់ប្រយុទ្ធអញ្ចឹងទោះគាត់ចាញ់ក៏គាត់មានមហិច្ឆតាគាត់គឺប្រយុទ្ធឲ្យអស់ពីសមត្ថភាពសម្រាប់គ្រូគឺសុធាមួយគឺមិនថាចាញ់ឈ្នះគឺសារសុធាមហិច្ឆតាគាត់មិនថា54 57គាត់បៃបាន2គីឡូអញ្ចឹងគាត់មហិច្ឆតាគាត់គឺខ្លាំងគាត់ទូចទេគាត់តែមហិច្ឆតាគាត់ធំអញ្ចឹងសម្រាប់សុធាមិនថាចាញ់ឈ្នះគឺគ្រូទៅសារនឹងសារចិត្តសុធាគឺតាំងពីការប្រកួតតាំងពីការវាយតាំងពីការវឹកហាត់គឺអត់នេះទេអត់ដូចថាអត់អញញ៉ៃខ្ជិលហាត់វឹកហាត់អីទេមាននិយាយទៅសុធាជាមនុស្សមួយគាត់ថាគ្នានិយាយច្រើនមែនក៏តែអាការធ្វើ
ធ្វើគាត់គឺដូចការនិយាយហ្នឹងនិយាយគាត់និយាយច្រើនគាត់តែការដែលគាត់ហាត់វឹកហាត់គឺដូចគ្នាវឹកហាត់ច្រើនបង្កើតការវឹកហាត់ច្រើនឡើងវាយក៏ចិត្តគាត់និយាយដូចការគាត់និយាយចឹងអញ្ចឹងគាត់ស្មើគ្នាហ្មងអញ្ចឹងសម្រាប់គ្រូគឺសម្រាប់គ្រូនិងសុធាគឺគ្រូទុកចិត្តសុធាខ្លាំងដោយសារការវឹកហាត់របស់សុធាហ្នឹងមកដល់បច្ចុប្បន្ននេះគឺល្អដោយការសុធាវាយជាមួយMT មួយសុកធីបាទការសុធាប្រកួតជាមួយសុកធីគឺវឹកហាត់របៀបចឹងបាទវឹកហាត់របៀបចឹងដល់ឥឡូវកម្មវិធីនេះវាធំខ្លាំងហើយអញ្ចឹងក៏គាត់វឹកហាត់ដោយការវាយមួយសុកធីចឹងដូចគ្នាវឹកហាត់ឥឡូវចឹងក៏ប៉ុន្តែគ្រូនឹងបង្ហាត់ពួកគាត់នឹងត្រៀមយុទ្ធសាស្ត្រគាត់បានល្អថ្ងៃ13 14នេះហ្នឹងបាទសម្រាប់គ្រូត្រៀមនិយាយទៅកីឡាករទាំង4ហ្នឹងយើងត្រៀមបានល្អទាំងអស់តែលើការចាញ់ឈ្នះហ្នឹងជារឿងផ្សេងប៉ុន្តែឥឡូវនេះវាល្អទាំងមេងហុងទាំងសុធាគឺវឹកហាត់បានល្អដូចគ្នាគ្រប់គ្រាន់តែជួខែភ្លៀងទៀតអាហ្នឹងជាថាប្រាប់ពួកគាត់ដើរទៅឲ្យឆ្ងាយពីមេឃលឹមអីមេឃភ្លៀងអីទៅព្រោះការផ្ដាសាយហ្នឹងវាគៀកមកដែរអញ្ចឹងហើយគិតថាសុខភាពគាត់មកដល់ថ្ងៃពួតល្អចុះបាទបាទ